ថ្ងៃមួយខ្ញុំរកលុយមិនសូវបានឲ្យនាងក៏សម្រេចចិត្តចាក់ចេញពីខ្ញុំនឹងកូនបាត់យំណាស់កូនចាប់ពីថ្ងៃដែលនាងចាក់ចេញទៅខ្ញុំបានខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីចិញ្ចឹមកូនឲ្យបានចូលរៀនមានចំណេះដឹងមិនចង់ឲ្យលំបាកដូចខ្ញុំពេលដែលធ្វើការពេលយប់អស់កម្លាំងព្រឹកឡើងខ្ញុំខំរត់កង់3បន្ថែមស្រាប់អស់កម្លាំងស្រវាំងភ្នែកជ្រួលទៅបុកឡានទំនើបគេពួកឯងជិះអត់បើកភ្នែកទេមែនបានបើកមកបុកឡានខ្ញុំចឹងត្រូវតែសងឡានខ្ញុំឲ្យពូសំទោសណាក្មួយនៅពេលដែលខ្ញុំដល់ផ្ទះកូនរបស់ខ្ញុំក៏ធ្លាក់ខ្លួនឈឺខ្ញុំវិញក៏រកលុយមិនសូវបានទៀតខ្ញុំពិតជាមិនដឹងថាត្រូវធ្វើដូចម្តេចទេថ្លៃព្យាបាលក៏អត់ច្រើនខ្ញុំមានតែលុយផ្ទះដើម្បីព្យាបាលកូនទេជំរាបលាប៉ាខំរៀនណាកូនថ្ងៃមួយខ្ញុំមានអារម្មណ៍ថាហត់ខ្លាំងក្នុងហៅប៉ៅមានលុយតែ2500រៀលប៉ុណ្ណោះខ្ញុំក៏យកវាទៅទិញ Boostrong មួយកំប៉ុងដើម្បីបំពេញកម្លាំងរបស់ខ្ញុំនៅពេលដែលខ្ញុំត្រូវរង្វាន់សេដ្ឋីក្មេងពី Boostrong ខ្ញុំមានអារម្មណ៍ថាដូចជាបានកើតថ្មីម្ដងទៀតចឹងនេះជាលើកទី1ហើយដែលខ្ញុំមានលុយដ៏ច្រើនបែបនេះខ្ញុំក៏បានយកលុយទៅទិញផ្ទះមួយកន្លែងនៅទីក្រុងដើម្បីប្រកបមុខរបរបើកលក់អីវ៉ាន់ចាប់ជួយតូចមួយខ្ញុំក៏បានយកភេសជ្ជៈបើកម្លាំង Boostrong មកលក់ដើម្បីឲ្យអ្នកទិញត្រូវរង្វាន់ដូចខ្ញុំដែរប្រហែលឆ្នាំកន្លងផុតទៅទីបំផុតកូនស្រីច្បងរបស់ខ្ញុំក៏បានបញ្ចប់ការសិក្សាអរគុណប៉ាសម្រាប់គ្រប់យ៉ាងខ្ញុំពិតជាស្រឡាញ់លោកប៉ាណាចាប់ពីពេលនោះមកខ្ញុំនិងគ្រួសាររបស់ខ្ញុំក៏រស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខរហូតមក